ធ្វើស្អីនឹងប្រាប់លោកស្រីតាំងទៅថាខ្ញុំមកដល់ហើយមិនទាន់មានសិទ្ធិជួបលោកស្រីតាំងទេហើយថ្ងៃនេះជាការប្រជុំផ្ទៃក្នុងគ្រួសារតកូតាំងមិនទទួលភ្ញៀវទេទៅឲ្យឆ្នៃទៅជាន់ទីប៉ុន្មានជាន់ទី18ម៉េចអញចង់តង់ឡើងទៅបើអញតង់ឡើងទៅរួចខ្ញុំហែងថាម៉ាក់រកអង្គរៈផ្ទាល់ខ្លួនឲ្យខ្ញុំហើយជាប្រុសទៀតខ្ញុំប្រាប់ម៉ាក់ឲ្យហើយខ្ញុំមិនយកទេខ្ញុំអាចមើលថែខ្លួនឯងបានខ្ញុំដឹងថាម៉ាក់ល្អចំពោះខ្ញុំប៉ុន្តែខ្ញុំមិនចង់ឲ្យប្រុសផ្សេងមកចិត្តខ្ញុំទេបើមិនចឹងបងប្រុសស្គរគ្រាប់ដឹងច្បាស់ជាខឹងមិនខានឆ្នាំចាក់ព្យាបាលប្រជ្រួយមានតម្លៃមហាសាលកម្លាំងទាំងក្នុងនិងក្រៅប្រទេសកំពុងតែប៉ងប្រាថ្នាបើមិនរកអង្គរៈល្អម្នាក់ឲ្យកូនទេកូននឹងមានគ្រោះថ្នាក់គ្រប់ពីនីតិម៉ាក់មិនចង់ឲ្យកូនដើរតាមផ្លូវចាស់របស់បងប្រុសកូនទេគេដោយសារតែបច្ចេកវិទ្យាបន្ទះឈីបទើបត្រូវគេវាយប្រហារធ្លាក់ចូលសមុទ្របាត់ខ្លួនធ្វើឲ្យបងស្រីថ្លៃកូនត្រូវមេម៉ាយ3ឆ្នាំម៉ាក់ខ្ញុំដឹងថាម៉ាក់នឹកដល់បងធំទៀតហើយក៏យល់ថាម៉ាក់បារម្ភពីសុខភាពខ្ញុំដែរប៉ុន្តែខ្ញុំមានយីស៊ូនិងក្រុមរបស់នាងការពីហើយគឺគ្រប់គ្រាន់ហើយប្រេះផ្ដាស់កូនដឹងទេថាម៉ាក់អញ្ជើញអង្គរៈម្នាក់នេះមកត្រូវជំពាក់គុណគេធំប៉ុណ្ណាប្រពន្ធសម្លាញ់តាមពិត Sheng Chou និយាយមានហេតុផលប្រវត្តិអង្គរៈខាងក្រៅមិនច្បាស់លាស់មិនស្រួលប្រើហើយក៏ប្រើមិនបានដែរម្យ៉ាងទៀត Sheng Chou កំពុងកាន់ភ្នំមាសវាមិនមែនជាអ្វីដែលអង្គរៈអាចការពារបានទេមិនស្មើធ្វើតាមសំណើរបស់ខ្ញុំសំគុំឲ្យរៀបការជាមួយអ្នកប្រុសតកូសុនគឺសាន់ម៉េងវិញសមាគម Yang Shen មិនមែនជាមនុស្សល្អទេតកូសុនក៏មិនមែនជាគូស្រករល្អដែរខ្ញុំមិនអាចឲ្យ Sheng Chou លោតចូលរណ្ដៅភ្លើងទេលោកកុំមកបញ្ចេញគំនិតផ្ទះផ្ដាស់នៅទីនេះម៉ាក់ខ្ញុំមិនរៀបការជាមួយសាន់ម៉េងទេហើយខ្ញុំក៏មិនត្រូវការអង្គរៈរបស់ម៉ាក់ដែរខ្ញុំមិនគិតថាសមត្ថភាពរបស់គេអាចលើសយីស៊ូនិងក្រុមរបស់នាងនោះទេគ្មានទំនុកចិត្តលើខ្ញុំថ្នាក់នឹងផងសន្តិសុខបានបិទជើងដើរនឹងជណ្ដើរយន្តអស់ហើយលោកឡើងមកដោយរបៀបណាឬមួយក៏លោកតង់ឡើងមកត្រូវហើយខ្ញុំពិតជាតង់ឡើងមកមែនមិនក៏អាចទៅរួចនេះជាជាន់ទី18ណារឿងតូចតាចកុំថាឡើយជាន់ទី18សូម្បីតែជាន់ទី30ក៏គ្មានស្អីអស្ចារ្យសម្រាប់ខ្ញុំដែរលោកជាអ្នកណាឲ្យកំហែងលោកហ៊ានចូលអាគារត្រកូតាំងដោយចិត្តឯងមិនបាច់ខ្វល់ថាមនុស្សប្រភេទណាទេហ៊ានមកច្រឡោះបោះនៅទីនេះចាប់វាយកទៅនរណានៅទីនេះចាប់ចង់វាមកឈប់ដៃលោកគឺលេនវីត្រូវហើយលោកស្រីខ្ញុំគឺជាមនុស្សដែលលោកស្រីកំពុងរំលងណាចុងក្រោយលោកក៏មកដល់បេះដូងដែលភ័យព្រួយរបស់ខ្ញុំទីបំផុតអាចធូរស្រាលបានហើយស្ដាប់ឲ្យច្បាស់ទាំងអស់គ្នានេះគឺលេនវីជាកំពូលអ្នកក្លាហានដែលខ្ញុំអញ្ជើញមកការពារ Sheng Chou រាល់កិច្ចការសន្តិសុខរបស់ Sheng Chou គឺលេនវីជាអ្នកសម្រេចទាំងអស់ធនធានគ្រួសារក៏លេនវីជាអ្នកចាត់ចែងបើអ្នកណាហ៊ានមិនស្ដាប់នឹងត្រូវទណ្ឌកម្មគ្រួសារម៉ាក់រកអាស្គុំស្កាំងដោយសណ្ដែកបណ្ដោះមកការពារខ្ញុំបើម៉ាក់វីតម្លៃគេខ្ពស់ម្លេះខ្ញុំនឹងឲ្យឱកាសគេមួយឲ្យតែដៃមួយកណ្ដាប់របស់គេអាចឈ្នះយីស៊ូនឹងខ្ញុំនឹងឲ្យគេការពារបើទោះបីជាមនុស្សស្រីក៏គេប្រៀបមិនឈ្នះផងចេញពីណាមកឲ្យប្រញាប់ចាក់ចេញទៅទីនោះវិញទៅបើលោកអាចដើរបាន100ចិន50គីឡូចាត់ទុកថាខ្ញុំចាញ់ខ្ញុំឈរនៅទីនេះបើនាងដើរខ្ញុំឲ្យថយក្រោយបានមួយជំហានចាត់ទុកថានាងឈ្នះក្អេងកាំងណាស់ស្គាល់ជើងមួយរបស់ខ្ញុំជើងស្អាតតាស់តែស្ដាយណាស់កម្លាំងខ្សោយពេកមិននឹកស្មានថាអាចដើរចេញកម្លាំងដល់ទៅ1000ចិនអាម៉ឹងគួរឲ្យខ្លាចពេកហើយត្រូវហើយស្ដេចប្រដាល់ថៃសិនមួយកណ្ដាប់ដៃកម្លាំងទើបតែ800ចិនប៉ុណ្ណោះសុំទោសផងជ្រុលប្រើកម្លាំងខ្លាំងបន្តិចមិនក៏អាចទៅរួចខ្ញុំមិនជឿថាឯងមានសមត្ថភាពបែបនេះទេម៉ាស៊ីនវាស់កម្លាំងនេះច្បាស់ជាខូចហើយខ្ញុំសូមត្រួតពិនិត្យលោកនៅតែរឹងអណ្ដាតទៀតម៉ាស៊ីនវាស់កម្លាំងខូចចុះយីស៊ូនឹងក៏ខូចដែរមែនទេការពិតគឺលេនវីមានសមត្ថភាពខ្លាំងក្លាឥឡូវនេះខ្ញុំសូមប្រកាសថាលេនវីគ្រប់គ្រងកិច្ចការសន្តិសុខទាំង Sheng Chou ទាំងស្រុងឆន្ទៈរបស់គេគឺតំណាងឲ្យឆន្ទៈរបស់ខ្ញុំអ្នកទាំងអស់គ្នានៅមានយោបល់អីទៀតទេគ្មានយោបល់ទេអ្នកទាំងអស់គ្នាពិតជាមិនគួរមានយោបល់មែនព្រោះពួកអ្នកអសមត្ថភាពពេកលោកមានន័យថាម៉េចទោះបីជាកម្លាំងខ្ញុំមិនទាន់លោកតែបទពិសោធន៍សន្តិសុខរបស់ខ្ញុំលើសលោក100ដងបទពិសោធន៍សន្តិសុខនាងសម្បូរបែបម្លេះមិនក៏ឧបករណ៍កំណត់ទីតាំងនិងឧបករណ៍លួចស្ដាប់មួយគំនូរនៅចំពោះអាចបែរជាមើលមិនឃើញនៅលើខ្លួនកញ្ញាតាំងខ្ញុំស្កេនពិនិត្យ3ជាន់រាល់ថ្ងៃគ្មានឧបករណ៍កំណត់ទីតាំងឬឧបករណ៍លួចស្ដាប់ដាច់ខាតលោកអាចវាយឈ្នះខ្ញុំតែមិនអាចប្រមាថខ្ញុំហើយរឹតតែមិនអាចចាប់ប្រកាន់ខ្ញុំទាមទារឲ្យលោកសុំទោសត្រូវហើយនៅលើខ្លួនខ្ញុំស្អាតស្អំណាស់លោកប្រញាប់សុំទោសយីស៊ូនឹងភ្លាមបើមិនចឹងខ្ញុំដេញលោកចេញខ្ញុំមិនបាននិយាយថានៅលើខ្លួនកញ្ញាតាំងមានឧបករណ៍លួចស្ដាប់ទេអ្វីដែលខ្ញុំនិយាយគឺនៅលើខ្លួននាងអ្នកជំនាញសន្តិសុខយីស៊ូនឹងហាអាកុកអញហ៊ានបៀតបៀនយាយជួយអានផងឬស្អីគេពិតជាមានឧបករណ៍តាមដាននិងឧបករណ៍លួចស្ដាប់មែននេះហើយគឺជានិមិត្តរូបនៃជំនាញពិតនេះហើយគឺជាសមត្ថភាពពិតខ្ញុំបដូរចិត្តហើយលីនហ្វៃមិនបាច់ធ្វើជាប្រធានផ្នែកសន្តិសុខទៀតទេលីនហ្វៃនិងសឹងសែត្រូវរៀបការតាមកិច្ចសន្យារយៈពេល1ខែក្នុងនាមជាកូនសារីត្រកូលខាងត្រូវការពីជាប់តាមខ្លួនហើយត្រូវទៅយកសម្បត្តិអាពាហ៍ពិពាហ៍ថ្ងៃនេះតែម្ដងមនុស្សសង្ហាដូចជាអញនេះក៏ហ៊ានមករាំងផ្លូវដែរតើគ្មានច្បាប់ទម្លាប់ឬគ្មានច្បាប់ប្រទេសជាតិទៀតទេអ្នកនាងប្រយ័ត្នមនុស្សនៅក្បែរកាយស៊ុនម៉ាំងម្នាក់នោះជាកំពូលអ្នកយុទ្ធកូនស៊ុនម៉ាំងហេតុអ្វីបានជាអញវាយាយជួយអានឆ្កែល្អមិនពាំងផ្លូវទេវាមករាំងផ្លូវអញពិតជាត្រូវធាក់មួយជើងឲ្យផ្លាត់ហើយខ្ញុំមិនបានអញ្ជើញអញទេអញមកទីនេះធ្វើអីប្រពន្ធសម្លាញ់អញមកទីនេះប្រកាសជានាំនាងទៅផ្ទះដើម្បីបង្កើតរាត្រីក្រអូបលាក់ហើយនាងដឹងទេអញស្រេកឃ្លានជើងវែងរបស់នាងយូរមកហើយស៊ុនម៉ាំងនិយាយស្ដីឲ្យមានការគួរសមបន្តិច
ខ្ញុំនឹងអញគ្មានពាក់ព័ន្ធអ្វីនឹងគ្នាបន្តិចសោះនាងគិតថាប្រភេទថ្នាំចាក់ព្យាបាលជំងឺមហារីកបែបនេះបើគ្មានអញជួយកាំងទេតើត្រកូលខាងអាចរក្សាវាបានទេនាងជឿទេថ្ងៃដែលវាបង្ហាញមុខនិងបញ្ជាក់តម្លៃរបស់វានឹងត្រូវសមាគមជាងសានដណ្ដើមយកហើយនាងក៏ត្រូវសិនសាវឃុំឃាំងអស់មួយជីវិតដែរសិនសាវមានចំណងចំណូលចិត្តខុសគេខ្លាំងណាស់បើធ្លាក់ទៅក្នុងដៃវាគឺរស់មិនស្មើនឹងស្លាប់ទេរៀបការជាមួយអញដោយសម្រួលទៅអញធានាថានាងនឹងត្រកូលខាងនឹងសុវត្ថិភាពគ្មានបញ្ហាខ្ញុំមិនរៀបការជាមួយអញដាច់ខាតចេញទៅស្រីដែលអញស្រឡាញ់គ្មាននរណាម្នាក់ដែលអញយកឡើងក្រែមិនបាននោះទេនាងកុំចង់ឲ្យតម្លៃហើយមិនយកលោកប្រុសស៊ុនមានអីនិយាយគ្នាតាមសម្រួលមកអញឲ្យនាងនិយាយឬលោកប្រុសស៊ុនហេតុអ្វីបានជាលោកវីមនុស្សបែបនេះរឿងរបស់អញដល់វេននាងមកចង្អុលមុខបញ្ជាដែរឬស៊ុនម៉ាំងកុំច្រឡំកាត់កោពេកអញច្រឡំចុះយ៉ាងម៉េចនាងអាចធ្វើអ្វីបានសូម្បីតែយាយជួយអានដែលនាងពឹងផ្អែកបំផុតនោះក៏ត្រូវខុនផែនវីមួយដៃឲ្យរបួសដែរឥឡូវនេះអញរៀបចំការនាងគឺងាយស្រួលដូចជាចាត់ការស្រមោចមួយក្បាលអញ្ចឹងក្រៅពីលិទ្ធជើងអញនាងគ្មានជំរឿផ្សេងទេហាមកិច្ចចេញទៅស្រីចង្រៃឲ្យស្រាមិនចូលចិត្តឲ្យធ្ងន់ឲ្យតម្លៃហើយមិនយកអញ្ចឹងកុំបន្ទោសថាអញដៃឆៅអត់ប្រណីឲ្យសោះកុំប៉ះពាល់អ្នកនាងឲ្យសោះអំបញ្ញមិញវីមិនទាន់ឆ្អែតមែនទេទៅដេកសន្លប់វិញទៅកុំធ្វើបាបជួយអានអញ្ចឹងអញធ្វើបាបនាងវិញនរណាឲ្យក្បាលម៉ាស៊ីនអញហ៊ានពាសពាល់នាងអាចឆ្កែអញហ៊ានទេអញផលយ៉ាងម៉េចមិនទាន់ជាគ្រប់គ្រាន់ទេមែនទេមកម្ដងទៀតមកហាហាហាមកទេអញមួយកំភ្លៀងទៀតមើលល្អណាស់ហាអាមុកឯងធ្វើឲ្យអញខឹងបានសម្រេចហើយអញប្រាប់ឯងទៅចុះថ្ងៃនេះអញស្លាប់ដាច់ខាតហើយស៊ុនម៉ាំងលីនហ្វៃគ្រាន់តែជាអង្គរៈតូចតាចម្នាក់របស់ខ្ញុំប៉ុណ្ណោះលោកកុំប្រកាន់ជាមួយគាត់អីសុំទោសនិងសងជំនុំចិត្តគាត់យឺតពេកហើយថ្ងៃនេះទោះបីជានាងស្រាប់ខោឲ្យចេញហើយប្រឹងប្រែងអស់ពីកម្លាំងកាយមកបំរើក៏អញត្រូវតែវីកំទេចអាចឆ្កែមួយក្បាលនេះចោលដែរខុនផែងវីបំបាក់ដៃជើងវីឲ្យអញហើយវីកិនឆ្អឹងវាមួយកង់ឲ្យបាក់អស់ទៅខុនផែងស្ដេចប្រដៅថ្មីរបស់ប្រទេសខ្មែរឮថាគាត់វីមួយដៃទម្ងន់ 1.000 នីលី500គីឡូក្រាមសំតែគាត់វីមួយដៃផ្លាតយាយជួយអានបាត់ពេលគាត់ចេញដៃបងថ្លៃប្រហែលជាត្រមិនបានទេស៊ុនម៉ាំងមានរឿងអីបោះមកលើខ្ញុំមកកុំប៉ះពាល់លីនហ្វៃលុតជង្គង់ចោះស្អីគេ 2.000 នីលី 1.000 គីឡូក្រាម